យាយពីអាគុយទៀតហើយខ្ញុំឲ្យវាបកស្រាយអត្ថន័យនៅលើអាគុយនេះអាគុយតើអក្សរនៅលើតួខ្លួនហ្នឹងតើវាមានន័យថាម៉េចខ្លះឥឡូវចូលមើលនេះជាអាគុយ GS GTZ5SE VRLA ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះលេខកូដអាគុយលេខ model អាគុយនេះគឺលេខ model អាគុយនេះលេខហើយលេខ model អាគុយអានេះគឺអក្សរពេញវានេះ VRLA នេះអក្សរពេញវា Wall Regulated Lead Acid នេះអក្សរពេញវាប៉ុណ្ណឹងឲ្យប្រភេទអាគុយមិនចម្លងទឹកអាស៊ីតដល់មកវាដាក់ non flammable ត្រូវការទឹកអាស៊ីតមានន័យថាអាគុយមិនត្រូវការបំពេញទឹកអាស៊ីតទេអាគុយហ្នឹងតបមកថាមពលនឹងវ៉ល12វ៉លតបមក 3.5 អាំពែក្នុង10ម៉ោងវាអាចផ្ដល់ថាមពល 3.5 អាំពែក្នុងរយៈពេល10ម៉ោងនេះវាដូចឥឡូវដែរអានេះវាបើយើងប្រើវា 3.5 អាំពែហ្នឹងយើងប្រើបាន10ម៉ោងវិធីសាស្ត្រគុយវិធីសាស្ត្រស្តង់ដារសាកវាគឺស្តង់ដារវាដាក់លើអាគុយហ្នឹងវា 0.4 អាំពែគុណនឹង5ទៅ10ម៉ោងមានន័យថាបើយើងឲ្យវា0សាករបស់វា 0.4 អាំពែយើងប្រើពេលវេលាសាក5ទៅ10ម៉ោងមកអាគុយនឹងពេញប្រើចរន្តសាក 4.5 អាំពែរយៈពេល10ម៉ោងល្អបំផុតនេះនឹងល្អបំផុតហើយបើយើងចង់ឲ្យសាកលឿនយើងផ្ដល់ចរន្តឲ្យវា3អាំពែគឺសាកតែកន្លះម៉ោងទេគឺពេញហើយបើយើងផ្ដល់ចរន្តវា3អាំពែកម្រិតអ្នកសិក្សាខាងអេឡិចត្រូនិករៀងជ្រៅដែរបានយល់តើយើងផ្ដល់អាំពែវាមិនអង្គតមាន power supply ដើម្បីស្រែអាំពែដើម្បីផ្ដល់អាគុយហ្នឹងបើយើងអត់នេះខាងហ្នឹងទេខ្ញុំគ្រាន់តែនិយាយដើម្បីឲ្យការស្រាវជ្រាវទេដើម្បីបាច់ទៅបើយើងមានពេលសិក្សាស្រាវជ្រាវខ្លួនឯងតទៀតទៅប្រើចរន្ត3អាំពែសាករយៈពេល 0.5 ម៉ោងមានន័យថាកន្លះម៉ោងលឿនប៉ុន្តែអាចប៉ះពាល់អាគុយមានន័យថាយើងប្រើចរន្ត3អាំពែហ្នឹងគឺវាលឿនមែនប៉ុន្តែអាគុយវាអាចឆាប់ខូចសម្ភារៈនឹងការដាក់ឲ្យចេញប្រើប្រាស់នេះអក្សរ PB ហ្នឹងស្មើ lead acid នេះប្រើសំណពណ៌ខ្ញុំអត់សូវយល់ដែរនឹងសំណពណ៌អត់ដឹងស្អីទេជាស្ថាធាតុចម្បងនេះតបមកអក្សរនេះ SAEP នេះតបមកវាដាក់អក្សរវានៅនេះទៀតសម្ភារៈសម្បកធ្វើពី polypropylene PP ណា PP ហ្នឹងតបមក made in ទេអីមើលខ្លួនឯងទៅអានេះសញ្ញាសម្គាល់សញ្ញានេះគឺសញ្ញាហុងសម្បត្តិអាគុយអាចកែច្នៃឡើងវិញមានន័យថាអាគុយដាក់សញ្ញាហ្នឹងមានន័យថាអាគុយហ្នឹងអាចកែច្នៃឡើងវិញបានសញ្ញានេះសញ្ញាមានរូបមនុស្សម្នាក់បោះចោលនេះអាហ្នឹងគេដាក់សញ្ញាមិនបោះចោលធម្មតាមិនបោះចោលធម្មតាគឺមិនគួរបោះចោលសម្រាប់សម្រាមធម្មតាត្រូវបោះចោលតាមវិធីសាស្ត្រល្អមានន័យថាយើងយកអាគុយទៅលក់ទៅដីតែយើងទៅយើងអាចបោះចោលធំសម្រាមបានទេអាគុយហ្នឹងអាគុយនេះជាប្រភេទនេះអក្សរវាពេញលើមិញដែលមានអាយុកាលយូរអាចសាកបានពីរបៀប5ទៅ10ម៉ោងនិងកន្លះម៉ោងហើយយើងប្រើប្រាស់ម៉ូតូគាត់អាចប្រើប្រាស់លើម៉ូតូនិងអគ្គិសនីខ្នាតតូចតមកខ្ញុំឲ្យវាប្រៀបធៀបអាគុយដែលខ្ញុំទិញ 27000 ហើយនឹងអាគុយ 42000 នេះ Innova ហើយនឹងអាគុយ GS នេះ 42000 ខ្ញុំទិញគេមកកន្លែងគេលក់ផ្សេងខ្ញុំអត់ដឹងទេកាលណាគាត់តម្លៃខ្ញុំដែរតម្លៃខ្ញុំទិញទេអាហ្នឹងយើងអ្នកលក់អ្នកទិញវាផ្សេងគ្នាអាហ្នឹងវាតាមឋានភាពអាហ្នឹងយើងអាចទៅយកតម្លៃដែលខ្ញុំនិយាយទៅដេញដោលបានទេណាក្នុងវីដេអូខ្ញុំគាត់នេះការទិញការលក់ពីកន្លែងខុសគ្នាគេមានសិទ្ធិលក់កន្លែងតម្លៃផ្សេងគ្នាកុំយកអាហ្នឹងទៅដេញដោលគ្នាតបមកតារាងរបៀបប្រៀបធៀបអាគុយនេះចាំមើលតម្លៃនេះតម្លៃថោកអានេះ Innova ជាប្រភេទអាគុយធម្មតា lead acid តបមកអានេះជាប្រភេទ VRLA Wall Regulated Lead Acid មានតែ Lead Acid ដូចគ្នាប៉ុន្តែក៏វាថែម Wall Regulated មានលើ Wall Regulated ហ្នឹង Voltage 12 volt ដូចគ្នាតបមកសមត្ថភាពបន្ទុក5អាំពែ1ម៉ោងអានេះ 3.5 អាំពែ10ម៉ោងមានន័យថានេះវា 3.5 អាំពែ10ម៉ោងអាយុកាលប្រើប្រាស់Innova នេះវាទាបជាងGS តបមក GS នេះវាខ្ពស់ជាងនេះគេនេះវាដាក់ខ្ពស់ជាងអាយុកាលប្រើប្រាស់មានន័យថាអានេះវាប្រើបានយូរជាងGS នេះតបមកខាថែទាំត្រូវបំពេញទឹកអាស៊ីតអានេះមានន័យថាយើងអាចថែមទឹកអាស៊ីតបាននេះត្រូវបំពេញទឹកអាស៊ីតអាហ្នឹងយើងជាការស្រាវជ្រាវពីព័ត៌មានជាការស្រាវជ្រាវទេអាចយកទៅជានិយាយដើម្បីឆ្លោះគ្នាទេការរៀនការសោតទេនេះយើងអាចបំពេញទឹកអាស៊ីតបានមិនបាច់បំថែមទឹកអាស៊ីតមានន័យថា GS នេះគឺមិនបាច់ថែមទឹកអាស៊ីតទេវិធីសាស្ត្រសាកអាចសាកដោយប្រើចរន្ត 0.5 ទៅ1អាំពែនេះសាកអាគុយគេបានកំណត់រយៈពេលប្រហែលអីម៉ានទេអានេះអត់មានទេ Innova តមក GS ស្តង់ដារសាកគេ 0.4 ហើយនឹង5ទៅ10ម៉ោងនេះគេដាក់មកបើសាកលឿន3ម៉ោងកន្លះម៉ោង3អាំពែកន្លះម៉ោង GS អាចផ្ដល់ថាមពលខ្ពស់Innova អាចផ្ដល់ថាមពលខ្ពស់អ្នកដាក់អាគុយអាចចាប់អារម្មណ៍ចំណុចហ្នឹងខ្ញុំចាប់អារម្មណ៍ដែរចំណុច Innova គឺនៅពេលដែលយើងដាក់ទៅដំណើរការដេរដំណើរការអីវាខ្លាំងវាផ្ដល់អាំពែទៅខ្លាំងមានតែចុចដេរខ្វោកអានេះខ្ញុំគាត់តែការចាប់អារម្មណ៍ស្រាវជ្រាវរបស់ខ្ញុំទេ Innova តបមកទៀបជាង Innova មានន័យថាមពលដែលវារុញចេញ
ធម្មពលរុញចេញរបស់គុយវាទៀបជាង Innova ទៀបជាង Innova ដែលមានតម្លៃទៀបហ្នឹងណាតំងន់Innova គឺធ្ងន់ជាងប៉ុន្តែនៅពេលដែលខ្ញុំថ្លឹងគឺទម្ងន់ប្រហែលគ្នាទេពីហ្នឹងធន់ភាពធន់มันអាចតលនឹងការរលាក់ខ្លាំងតបមកធន់នឹងការរលាក់ GS វាធន់នឹងការរលាក់Innova នេះអត់សូវធន់ទេហើយសុវត្ថិភាពអាចមានទឹកហូរចេញInnova មានទឹកហូរចេញទឹកអាស៊ីតវាហ្នឹងมันមានការហូរចេញអាស៊ីតតបមកសំណើមការជ្រាបទឹកខ្សោយគុយនឹងខ្សោយអានេះប្រសើរជាង GS ប្រសើរជាងតបមកគេសន្និដ្ឋានថា Innova និង Innova 5ពាក់ល្អសម្រាប់ម៉ូតូត្រូវការកម្លាំងអគ្គិសនីខ្ពស់ប៉ុន្តែត្រូវការថែទាំរាល់ខែ Innova វាចរន្តអគ្គិសនីវាកម្លាំងខ្ពស់ប៉ុន្តែត្រូវថែទាំរាល់ខែយ៉ាងយ៉ាងមានន័យថាដូចខ្ញុំធ្វើតេស្តអញ្ចឹងគឺការដាក់ទៅវាកម្លាំងដេរវាគឺខ្លាំងវាទាញខ្លាំងជាង GS នេះ GS គឺបើម៉ូតូថ្មីដាក់ទៅវាទាញបានធម្មតាប៉ុន្តែដល់ម៉ូតូរឹងចាស់អីទាញអត់សូវខ្លាំងទេតមកសម្រាប់ការសាកអគុយទាំងពីរប្រភេទហ្នឹងអ្នកត្រូវការវ៉លសមស្របដើម្បីថែរក្សាគុយឲ្យបានយូរវ៉លដែលសមស្របគុយ12វ៉លលីអាស៊ីតបាត់តេរីហ្នឹងត្រូវការវ៉ល 13.8 ឬទៅ 14.5 វ៉លដើម្បីសាកវាអង្គភាពសាកត្រូវប្រើចរន្ត 10-20% នៃកម្លាំងបន្ទប់ដើម្បីការពារកុំឲ្យខូចខាតអគុយគឺគេអត់ប្រើប្រាស់ចរន្តសាកវាច្រើនពែទេនេះគេណែនាំឲ្យក្រោមទៀតវិធីសាកនេះប្រភេទអគុយមកកម្លាំងសាក 13.8 ទៅ 15 វ៉ុលតបមកចរន្តដែលត្រូវបញ្ចេញទៅឲ្យអគុយ 0.5 ទៅ 1 អាំពែសាក5 ទៅ 10 ម៉ោងអានេះ 0.4 ស្តង់ដារវា 0.4 សាកបើសាកលឿនគេប្រើ 3 អាំពែកន្លះម៉ោងនេះក្តីសន្និដ្ឋានប្រើ12 វ៉ុលស្មាតឆាកយើអាចបង្កើនវ៉លទៅ 14.4 ហើយបន្ថយស្វ័យប្រវត្តិមិនគួរសាកឲ្យលើសពី 14.5 ព្រោះធ្វើឲ្យអាគុយខូចលឿនមានន័យថាវ៉លយើងមិនត្រូវឲ្យលើស 14.5 វ៉លទេនៅពេលដែលសាកបើសិនបើសាកលឿនចាំបាច់ប្រើ 3 អាំពែប៉ុន្តែគួរពាក់ការសាកដែលមានការគ្រប់គ្រងមានន័យថាសាកមានការគ្រប់គឺនៅពេលដែលចរន្តវាពេញគឺវាមានឧបករណ៍ផ្ដាច់កុំឲ្យចរន្តទៅទៀតអាហ្នឹងកន្លែងហ្នឹង